ក្រោយបែកគ្នាពេលមនុស្សប្រុសម្នាក់នោះទោះក្នុងករណីណាក៏ដោយបើសិនជាមិត្តនារីទាំងអស់គ្នាចង់ឲ្យគាត់ស្ដាយក្រោយមិត្តនារីទាំងអស់គ្នាត្រូវអនុវត្តនៅ3ចំណុចដូចខាងក្រោមនេះទី1មិត្តនារីទាំងអស់គ្នាត្រូវចេះគោរពខ្លួនឯងជាមុនសិនត្រូវកាត់ចិត្តឲ្យបានលឿនបំផុតហើយក្រវត្តមនុស្សប្រុសម្នាក់នោះចេញពីជីវិតរបស់យើងភ្លាមត្រូវថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់យើងឲ្យបានល្អប្រសើរថែរក្សាសម្រស់របស់យើងឲ្យស្អាតជាងមុនពង្រឹងសមត្ថភាពរៀនរកចំណេះដឹងថ្មីដាក់ខ្លួនផ្ដោតលើគោលដៅការងារមុខរបរនិងការសាងទ្រព្យសម្បត្តិរបស់យើងជានិច្ចជាយោបល់របស់ខ្ញុំបើមិត្តនារីទាំងអស់គ្នាណាដែលកំពុងតែឈរនៅត្រង់ចំណុចមួយនេះមិត្តនារីទាំងអស់គ្នាត្រូវរស់នៅជាមួយខ្លួនឯងឲ្យបានល្អប្រសើរជាមុនសិនហើយត្រូវចេះបោះជំហានឆ្ពោះទៅកាន់គោលដៅឈរលើភាពត្រឹមត្រូវរបស់ខ្លួនឯងជានិច្ចកុំឲ្យចពុបជើងដួលដោយសារតែដុំថ្មដដែលទៀតឲ្យសោះខ្ញុំដឹងថាការផ្លាស់ប្ដូរនៅទស្សនៈនិងផ្នត់គំនិតរបស់ខ្លួនឯងវាមិនមែនជារឿងងាយស្រួលទេជាពិសេសនៅក្នុងទំនាក់ទំនងស្នេហាក្នុងទម្លាប់ក្នុងអរិយាប័ត្រនៃការរស់នៅនេះប៉ុន្តែវាជាអ្វីដែលមិត្តនារីទាំងអស់គ្នាត្រូវតែធ្វើដើម្បីឲ្យជីវិតរបស់ខ្លួនឯងហ្នឹងល្អប្រសើរជាងមុនបើសិនជាមិត្តនារីទាំងអស់គ្នាអាចធ្វើបានណាខ្ញុំជឿថាមិត្តនារីទាំងអស់គ្នានឹងក្លាយទៅជានារីដែលលេចធ្លោនិងមានឥទ្ធិពលនៅក្នុងផ្នត់គំនិតរបស់មនុស្សប្រុសហើយគ្មានមនុស្សប្រុសណាម្នាក់គាត់ហ៊ានមើលងាយមិត្តនារីទាំងអស់គ្នាទេ